សួស្តីទាំងអស់គ្នាខ្ញុំមានវីដេអូមួយតើតើជាមួយនឹងanti AFK នៅក្នុង Roblox សម្រាប់តែកុំព្យូទ័រមួយទេនៅលើ Windows អញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញនៅក្នុងវីដេអូនេះតោះទាំងអស់គ្នាយើងធ្វើការ setup ទាំងអស់គ្នាអញ្ចឹងយើងគាត់បើកមកអូខេអញ្ចឹងវាចេញហើយអ្នកនរគាត់ចុច start ហើយនេះគឺវា perform ហើយបាទហ្នឹងគឺវា perform ហើយស្រាប់ហើយអ្នកអាចសេរីinterval វា reaction វា WS ឬក៏ zoom អញ្ចឹងឬក៏ឲ្យវាហក់ខ្លួនវាអញ្ចឹងណាហើយមួយទៀតអ្នកគេអាចមើលកន្លែងអូតូនេះបើកអូតូចោលទៅពេលយើង AFK ហើយនេះអូតូ rejoin អីចឹងទៅហើយនេះ reset របៀបថា reset ហ្នឹងយើង escape ហើយ or enter ខ្លួនវាអញ្ចឹងណាអានេះ OPC ឬយើងមើលទៅដាក់ឃើញអីចឹងទៅហើយនេះវាមានការណែនាំនៅក្នុងនេះថតដែរអាចមើលបានហើយ static នេះកន្លែង perform ដែលធ្លាប់ប្រើអញ្ចឹងវាឃើញហើយកន្លែង advanced គឺជា setting ដែលគេអាចមើលបានហើយមានកន្លែង detail គ្នាហើយ util ដែលគេមើលអានេះ show Roblox អញ្ចឹងទៅអានេះយើងតេស្តហើយកន្លែង web hook អ្នកគ្នាអាចទាញយកប្រើប្រាស់យកទៅមើលដោយខ្លួនឯងបានខ្ញុំអត់អាចបញ្យល់បានអស់ទេដោយសារ function នៅក្នុងនេះច្រើនប៉ុន្តែអ្នកគ្នាដំបូងចូលមកគឺត្រូវតែ start កន្លែងនេះអញ្ចឹងវីដេអូ